បាទសួស្តីមួយទាំងអស់គ្នាដែលទិញ VR ពីហាង SRC ទៅណាដូចជា model X7 Pro បាទ Q8 គឺសិតតែប្រភេទ VR ដែលដាក់ជាមួយនឹងទូរស័ព្ទអញ្ចឹងខ្ញុំមានឧបករណ៍ជា app មួយសម្រាប់បំលែងវីដេអូបងប្អូនថតធម្មតាហ្នឹងទៅជាអាវីដេអូសម្រាប់យើងមើលជាមួយ VR តែម្ដងបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលដល់គ្នាអញ្ចឹងបងប្អូនអាច download កម្មវិធី All Player នេះនៅក្នុង Play Store App Store បាទ download ហើយយើងចូលទៅទាំងអស់គ្នាបាទអញ្ចឹងពេលយើងចូលដំបូងគឺទូរស័ព្ទ iPhone វាឲ្យបងលុយ Android លើឲ្យបងលុយតែមិនបងលុយទេយើងប្រើ free ទៅបាទអញ្ចឹងវាមាន album វាមាន file app មាន URL មាន website មានអីឡាក់បាទអញ្ចឹងយើងកុំឲ្យខាត់ពេលយូរចូលដល់ album ហ្នឹងគឺវីដេអូដែលនៅក្នុងទូរស័ព្ទយើងនេះអញ្ចឹងវីដេអូនេះស្ថិតតែវីដេអូដែលថតធម្មតាទេអត់មានអីណាពុះជា2អីទេឲ្យថតបញ្ឈរទៀតអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងចុចលើវីដេអូមួយមកអូខេអញ្ចឹងពេលដែលយើងចុចចូលមកវាបែកអេក្រង់យើងជា2អញ្ចឹងណាហើយបងប្អូនចង់មើលបែបដែលយើងវាឆ្វេងស្ដាំយើងចុចកន្លែងពាក្យថា360ហ្នឹងវាមានកន្លែង setting ច្រើនបាទបងប្អូនយើងចង់មើលបែប360មើលនៅទូរស័ព្ទអត់ប្រើមួយ VR យើងចុចបិទយើងចុចបន្លែពាក្យថា VR បាទចុចកន្លែងហ្នឹងទៅបាទពេលយើងចុចបិទមកគឺរូបយើងគឺពេញអេក្រង់ទូរស័ព្ទយើងអញ្ចឹងអត់ពុះជា2ទៀតទេតែបើយើងចង់ដាក់ជាមួយ VR យើងចុចបើកមកវិញមកណាយើងចុចបើកមកវិញមកគឺយើងពុះជា2យើងពាក់ចូលទៅក្នុងឧបករណ៍ VR បានហើយហើយនៅវាមានយើងប្រើចង់180វាអត់សូវកោងខ្លាំងបើ360គឺកោងខ្លាំងដូចខ្ញុំបង្ហាញមកអញ្ចឹងណាហើយកន្លែងកលៀតនេះគឺមានកន្លែង zoom ព្រិចហៅព្រិចហើយនឹងព្រមបាទតាមស្រ័យលើវីដេអូបងប្អូនយើងចង់មើលបែបម៉េចហ្នឹងយើងសេរីតាមយើងចង់សេរីហើយនៅក្នុង app ហ្នឹងបងប្អូនអាចស្រាវវិជាបន្ថែមបានព្រោះនៅក្នុងវីដេអូនេះខ្ញុំប្រាប់បដ គាត់ថាយើងចូលទៅចង់បានបែបម៉េចយើងចូលទៅ setting គាត់ខ្ញុំបង្ហាញគោលអូខេឡើយខ្ញុំសេរីគុំ180ហើយវាពេញអេក្រង់អូខេអញ្ចឹងនេះយើង select កន្លែង setting scale របស់ VR អញ្ចឹងយើងអាចសេរីខ្លួនឯងបានសេរីតាមទំហំភ្នែកយើងអញ្ចឹងពេចរួមចិត្តឆ្ងាយអញ្ចឹងទៅបានទាំងអស់បាទហើយយើងកោងត្រង់យើងអាចសេរីបានហើយយើងសេរីខុសចុច reset មកបាទពេញអេក្រង់អូខេអញ្ចឹងអានេះវាមានកន្លែងច្រើនសេរី color បាទសេរីឆេះដុតអីភ្លឺល្ងិតអីចឹងទៅនេះសេរីបានទាំងអស់នេះមានទាំងអស់បាទ reset វិញបាទអានេះ reset អស់អូខេអញ្ចឹងបើចង់បានVR យកទៅប្រើប្រាស់អាចតាក់ទងទិញបានតនមាននៅក្នុង stock ទាំងពីរ model គឺVRG X7 Pro និង VRG Q8 បាទអញ្ចឹងវីដេអូមានប៉ុណ្្នឹងអរគុណច្រើន